ជាកិច្ចបន្តយើងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញអុកញ៉ាកែវបូភិរៈអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនបូទីកាអញ្ជើញមកកាន់វេទិកាកិត្តិយសដើម្បីថ្លែងសុន្ទរការស្វាគមន៍បើកតាមវិធីសូមគោរពអញ្ជើញសូមគោរពសម្ដេចសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមស្វាគមន៍ឯកឧត្តមលោកជំទាវអង្គញាអ្នកអង្គញាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ជាទីគោរពរាប់អានសូមស្វាគមន៍ដៃគូពាណិជ្ជកម្មនិងតំណាងចែកចាយរបស់បូតិកាទាំងអស់ជាទីស្រឡាញ់រាប់អានជាបឋមតាំងនាមឲ្យអគ្គនាយកឋានៈដឹកនាំនិងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនបូតិកា Cambodian Co Ltd ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយនិងកិត្តិយសដ៏ធំធេងដែលបានចូលជាអគ្គរដ្ឋបតីខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ថ្លៃថ្លាពងពោះរបស់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឯកឧត្តមលោកជំទាវអ្នកអង្គញាលោកស្រីអ្នកនាងកញ្ញាភ្ញៀវជាតិនិងអន្តរជាតិដែលបានលះបង់ពេលវេលាដ៏មានតម្លៃដើម្បីអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលខួប20ឆ្នាំរបស់ក្រុមហ៊ុនបូតិកានាពេលថ្ងៃនេះវត្តមានរបស់សម្ដេចភ្ញៀវជាតិនិងអន្តរជាតិទាំងអស់មិនត្រឹមតែជួយលើកទឹកចិត្តដល់យើងខ្ញុំប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការគាំទ្រនិងការផ្ដល់ទំនុកចិត្តមកលើក្រុមហ៊ុនយើងខ្ញុំផងដែរក្រុមហ៊ុនបូតិកាគឺជាក្រុមហ៊ុនកូនខ្មែរសុទ្ធសាធដែលបានបង្កើតឡើងក្នុងគោលបំណងគុតគង់នៅសម្ភារៈសំណង់ជូនដល់អតិថិជនទូទាំងប្រទេសបូតិកាបានចាប់ដើមនៅចុងឆ្នាំ2004ដោយកាលនោះមិនទាន់មានអាជីវកម្មធំដុំគួរឲ្យកត់សម្គាល់នោះទេបន្ទាប់ពីបានដំណើរការបានជិត2ឆ្នាំគឺនៅឆ្នាំ2016ទើបក្រុមហ៊ុនបានសម្រេចចិត្តសម្ពោធជាផ្លូវការហើយក៏ជាការស្របពេលវេលាដែលកូនសំណប់ចិត្តរបស់ខ្ញុំក៏បានប្រសូតនៅក្នុងថ្ងៃនោះផងដែរខ្ញុំនិងឧត្តមភរិយាក៏បានសម្រេចចិត្តដាក់ឈ្មោះកូនស្រីគឺឈ្មោះបូតិកានិងបានយកឈ្មោះនេះមកដាក់ជាឈ្មោះក្រុមហ៊ុននិងចុះបញ្ជីជាផ្លូវការនៅទាំងពេលនោះតែម្ដងក្នុងដំណើរប្រវត្តិការចាប់តាំងពីឆ្នាំ2006រហូតមកក្រុមហ៊ុនបូតិកាក៏បានអភិវឌ្ឍខ្លួនបន្តិចម្ដងដោយឆ្លងកាត់ឧបសគ្គជាច្រើនក្នុងដំណាក់កាលវិបត្តិហិរញ្ញវត្ថុឆ្នាំ2008ដែលធ្វើឲ្យវិស័យអចលនទ្រព្យនិងគម្រោងធំត្រូវជាប់គាំងចំណែកឯនៅក្នុងឆ្នាំ2019គឺជួបវិបត្តិ COVID-19 ក្រោយមកវិបត្តិសង្គ្រាមរុស្ស៊ីអ៊ុយក្រែននិងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើក្រុមហ៊ុនប៉ុន្តែដោយសារបុគ្គលិកក្រុមហ៊ុនមានភាពស្មោះត្រង់បាននាំគ្នាពុះពៀប្រឹងប្រែងសាមគ្គីជាធ្លុងមួយយើងតស៊ូជាមួយគ្នារួមជាមួយគ្នានឹងភាពបត់បែននិងការសម្របខ្លួនទៅតាមសភាពការទើបជំរុញឲ្យបូតិកាបានប្រែមុខមាត់ជាថ្មីคล้ายជាក្រុមហ៊ុនខ្មែរស្តង់ដារមួយដែលផ្ដល់នៅជម្រើសផលិតផលសំណង់ជាច្រើនដើម្បីបំពេញតម្រូវការនៃការរីកចម្រើនវិស័យសំណង់និងស្ថាបត្យកម្មនៅកម្ពុជាក្នុងរយៈពេល20ឆ្នាំនេះក្រុមហ៊ុនបូតិកានៅតែឆ្ពោះទៅមុខក្នុងទស្សនវិស័យដ៏ត្រឹមត្រូវនិងវែងឆ្ងាយរបស់ខ្លួនដោយយើងបានសម្រេចជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំមួយសូមរំលឹកពីប្រវត្តិបូតិកាបន្តិចនៅឆ្នាំ2006បូតិកាបានចាប់ដៃគូជាមួយក្រុមហ៊ុន Bostik ដែលមានទីស្នាក់ការនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីដែលប្រវត្តិកកើតតាំងពីឆ្នាំ1889មកម្លេះគិតមកដល់ពេលនេះគឺ137ឆ្នាំរួចមកហើយនៅឆ្នាំ2011ក្រុមហ៊ុនបានចាប់ផ្ដើមសហការជាមួយក្រុមហ៊ុនមេនៅប្រទេសអូស្ត្រាលីបានបង្កើតរោងចក្រផលិតនៅថ្នាំលាបផ្ទះដែលផ្ដោតទៅលើថ្នាំលាបបែបបច្ចេកវិទ្យាថ្មីទំនើបគឺមិនជ្រាបទឹកនៅតាមជញ្ជាំងគេអដ្ឋានរបស់អស់លោកអ្នកនៅឆ្នាំ2015បូតិកាចាប់ផ្ដើមសហការជាមួយក្រុមហ៊ុន Polyclass នៃប្រទេសអ៊ីតាលីដោយផ្ដោតទៅលើកៅស៊ូជម្រាបទឹកហើយនៅឆ្នាំដដែលនេះផងដែរបូតិកាក៏បាននាំមកនៅផលិតផលមនាងសាឡាពីបណ្ដាប្រទេសនៅជិតខាងយើងនេះតែម្ដងដោយមើលឃើញពីភាពរឹងមាំនៅក្នុងក្រុមហ៊ុនបូតិកានៅឆ្នាំ2017ក្រុមហ៊ុនបូតិកាក៏បំលែងខ្លួនទៅជាអ្នកអភិវឌ្ឍលំនៅឋានដែលមានឈ្មោះថាបូរីឡុងនីនៅឆ្នាំ2025
ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលករខ្មែរដែលចំណាក់ស្រុកជាច្រើនបានវិលត្រឡប់មកមាតុភូមិវិញដោយសារសង្គ្រាមឈ្លានពាននៃប្រទេសថៃក្រុមហ៊ុនបូតិកាក៏យល់ឃើញខ្លួនឯងថាបូតិកាមានលទ្ធភាពដែរហេតុអ្វីបានមិនជួយរំលែកផលវិបាកចំពោះបងប្អូនបែបនេះបូតិកាក៏សម្រេចចិត្តពិភាក្សាជាមួយក្រុមគ្រួសារហើយក៏យល់ស្របនឹងបង្កើតតំបន់មួយគេហៅថាតំបន់ឧស្សាហកម្មដែលដាក់ឈ្មោះថា Botica Industrial Park នៅលើផ្ទៃដី20ហិកតាដែលអាចស្រូបទាញកម្លាំងពលកម្មជាង 10000 នាក់បច្ចុប្បន្ននេះក្រុមហ៊ុន Botica មានចក្ខុវិស័យរឹងមាំឥឡូវ Botica មានតំណែងអ្នកចែកចាយ11ខេត្តនិងបន្តពង្រីក25ខេត្តក្រុង Botica នឹងចាប់ដៃគូជាមួយក្រុមហ៊ុនសំណង់ធំបរិយាដេប៉ូក្រុមដៃគូជាច្រើនទៀតសម្រាប់គុតគង់តួយ៉ាង Botica បានគុកគង់ទៅលើសំណង់តូចធំជាច្រើននៅប្រជាណាចក្រកម្ពុជារួមមានបរមរាជវាំងមន្ទីររដ្ឋសភាក្រសួងដែនដីពហុកីឡដ្ឋានមរតកដាច់ជោពលានយន្តហោះមរតកដាច់ជោក្រុងតាខ្មៅមន្ទីរពេទ្យកាល់ម៉ែតនិងភូមិគ្រឹះ Botica នឹងរិះរកបច្ចេកវិទ្យាថ្មីពីបណ្ដាប្រទេសរីកចម្រើននៅក្នុងពិភពលោកមកអភិវឌ្ឍក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនខ្លាំងក្លាការជំរុញការប្រើប្រាស់នៅផលិតផលខ្មែរមោទនភាពជាតិជំរុញផ្សារភ្ជាប់ការផ្លាស់ប្ដូរផ្នត់គំនិតទីផ្សារបង្ហាញឲ្យបានអ្នកប្រើប្រាស់នៅក្នុងក្រុមហ៊ុនសំណង់បរទេសឃើញថាផលិតផលដែលផលិតដោយកូនខ្មែរមានគុណភាពស្មើឬក៏លើសល្អជាងនៃក្រុមហ៊ុននាំចូលពង្រីកការផលិតនៅក្នុងស្រុកដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋខ្មែរនិងចូលរួមចំណែកនៅការកាត់បន្ថយចំណាក់ស្រុកខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្ដេចភ្ញៀវជាតិភ្ញៀវអន្តរជាតិទាំងអស់មេត្តាជ្រាបផងដែរថាស្នាក់ការកណ្ដាលក្រុមហ៊ុន Botica បានផ្លាស់ប្ដូរពីការិយាល័យផ្លូវ271ទល់មុខផ្សារហេលីមកកាន់ការិយាល័យ11ជាន់ដែលមានទីតាំងនៅផ្លូវ Northbridge ជាប់របងក្រសួងកិច្ចការនារីជាទីបញ្ចប់ខ្ញុំបាទតំណាងឲ្យបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Botica សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចគតិសិង្ហបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាឯកឧត្តមលោកជំទាវអ្នកអង្គញាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដែលបានមានកិត្តិយសអញ្ជើញមកចូលរួមក្នុងកម្មវិធីរបស់យើងខ្ញុំសូមគោរពជូនពរសម្ដេចភ្ញៀវជាតិនិងអន្តរជាតិជួបតែប្រទះទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឡើយសូមអរគុណហើយពួកយើងគឺជាបូទីកាយើងរួមគ្នាកសាង